chaជំរាបសួរលោកគ្រូអ្នកគ្រូនាងខ្ញុំឈ្មោះប៉ៅមុំជាប្រធានសហគមន៍កសិកម្មរីកចម្រើនទួលអំពិលកាលពីនាងខ្ញុំចាប់ផ្ដើមដំបូងនៅឆ្នាំ2017សហគមន៍ខ្ញុំចាប់ផ្ដើមដំបូងមានសមាជិកចំនួន68នាក់បច្ចុប្បន្ននេះសហគមន៍ខ្ញុំក៏កើនឡើងបានចំនួនសមាជិកកាន់តែច្រើនសារខ្ញុំស្ម័គ្រចិត្តនេះខ្ញុំសប្បាយចិត្តនិងខ្ញុំចង់ជួយដល់កសិករនិងប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងតំបន់ខ្ញុំនេះឲ្យមានការងារធ្វើកុំឲ្យចំណាក់ស្រុកក្នុងតំបន់ខ្ញុំនៅក្នុងសហគមន៍ខ្ញុំការរីកចម្រើនសប្តាហ៍នេះមានការបង្កើនក្រុមទី1បង្កើនក្រុមសំទី2យើងបង្កើនក្រុមផលិតមានមន់មានបន្លែដល់សមាជិកទាំងអស់ហើយគាត់ក៏សប្បាយចិត្តចង់ធ្វើការងារទាំងអស់នោះដើម្បីជួយកាត់បន្ថយនឹងភាពក្រីក្រនិងការចំណាក់ស្រុកពេលដែលគាត់ចូលរួមមកនៅក្នុងជាសមាជិករបស់សហគមន៍កសិកម្មនេះទី1គាត់បានចំណេះដឹងពីផ្នែកកសិកម្មដំណើរការដែលយើងយកផលិតផលនិងផលិតកម្មផងយើងយកទៅលក់ទីផ្សារយើងត្រូវតំណែងជាមួយអ្នកផ្សារដើម្បីយើងផ្សព្វផ្សាយថាផលិតផលរបស់យើងសុវត្ថិភាពបន្លែសុវត្ថិភាពអត់មានប្រើជាតិគីមីហូបទៅមិនឲ្យមិនខូចសុខភាពម្ល៉េះហើយគាត់សប្បាយចិត្តនឹងទទួលទិញពីសហគមន៍ខ្ញុំចាខ្ញុំបានទទួលវគ្គបណ្ដុះបណ្ដាលលើកដំបូងយើងរៀននៅផ្នែកសាលាទាំង12ការធ្វើជំនួយបន្តវគ្គទី2យើងរៀនផ្នែកការដាំដុះចិញ្ចឹមសត្វដាំបន្លែចានៅក្នុងនោះដែរខ្ញុំមើលឃើញទៅសមាជិកខ្ញុំជាស្ត្រីនេះគាត់មានការរីកចម្រើននិងការកាត់បន្ថយភាពក្រីក្រនិងការចំណាក់ស្រុកមកដល់បច្ចុប្បន្ននេះខ្ញុំនឹងរៀបចំផែនការឲ្យច្បាស់លាស់ដើម្បីឲ្យសមាជិកខ្ញុំគាត់យល់ដឹងពីគោលការណ៍ផែនការដែលយើងរៀបចំឲ្យពួកគាត់ជាទូទៅដូចជាខ្ញុំជាប្រធានសហគមន៍នេះខ្ញុំនឹងសូមផ្ដាំផ្ញើទៅដល់ក្មេងៗចំនួនក្រោយឲ្យគាត់ខំពង្រឹងសមត្ថភាពនិងលទ្ធភាពដែលកិច្ចការធ្វើកសិកម្មនិងផលិតកម្មនេះដើម្បីឲ្យជីវភាពយើងធូរធារនិងកាត់បន្ថយចំណាក់ស្រុកជាទូទៅសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំសប្តាហ៍ខ្ញុំសប្បាយចិត្តកាលពីខ្ញុំមិនទាន់ធ្វើប្រធានសហគមន៍ខ្ញុំអត់និយាយទៅខ្ញុំអត់ស្គាល់តាំងពីថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្តខ្ញុំអត់ដែលស្គាល់ទាំងអស់ដល់ពេលមកបច្ចុប្បន្នឥឡូវនេះខ្ញុំបានធ្វើប្រធានសហគមន៍ខ្ញុំស្គាល់ទាំងកិច្ចការក្នុងតំបន់ទាំងកិច្ចការក្នុងក្រុមគ្រួសារ Seeding Trend